ចៅសតុបជែកមិនខ្ពើមរអាំឡើយគាត់បានជួយសែងបរោះចរានោះមកសម្រាករួចយកទឹកមកលាងសម្អាតកាយនិងយកឧបរណ៍ដែលគាត់ទើបតែសុំគេបានមកបញ្ចុកបរោះចរានោះរហូតមានកម្លាំងឡើងវិញព្រះឥន្ទ្រពេញចិត្តនឹងទឹកចិត្តដ៏បរិសុទ្ធនេះណាស់ក៏ប្រទានពរឲ្យចៅសតុបជែកមានក្លិនកាយក្រអូបឈ្ងប់និងមានឫទ្ធិបារមីរឿងចៅសតុបជែកវាសនាបរោះកំសត់និងការសាកល្បងពីទេវតាវគ្គទី1ជីវិតកំសត់កំមកាលពីព្រេងនាយមានកុមារម្នាក់ឈ្មោះចៅស្រតុបជែកគាត់ជាក្មេងកំព្រាឪពុកម្ដាយនិងមានជីវភាពក្រីក្រលំបាកបំផុតដោយសារគ្មានខោអាវស្លៀកពាក់ត្រឹមត្រូវគាត់បានយកស្រតុបជែកមកក្រងធ្វើជាសម្លៀកបំពាក់បិទបាំងកាយទើបអ្នកស្រុកហៅគាត់ថាបុចៅស្រតុបជែកទោះបីជាក្រីក្រយ៉ាងណាក៏ចៅស្រតុបជែកមានចិត្តធម៌និងឧស្សាហ៍ព្យាយាមណាស់គាត់រស់នៅក្រោមដើមឈើនិងដេកលើគំនរចម្បាំងប៉ុន្តែគាត់តែងតែចែករំលែកអាហារបន្តិចបន្តួចដែលគាត់រកបានដល់សត្វធាតុនិងអ្នកដែលលំបាកជាងគាត់វគ្គទី2ការសាកល្បងពីព្រះឥន្ទ្រដោយសារដឹងថាចៅសតុបជែកជាមនុស្សមានបុណ្យនិងមានវាសនាខ្ពស់ទៅថ្ងៃមុខព្រះឥន្ទ្រក៏ចង់សាកល្បងចិត្តរបស់គាត់ព្រះឥន្ទ្របានបែងភាគចុះមកដីបន្លំខ្លួនជាបុរសចរាមានជំងឺរាគរូសត្អូញត្អែរកអាហារនិងទីសម្រាកនៅក្បែរកន្លែងចៅសតុបជែកនៅចៅសតុបជែកមិនខ្ពើមរអាំឡើយគាត់បានជួយសែងបរោះចរានោះមកសម្រាករួចយកទឹកមកលាងសម្អាតកាយនិងយកឧបរណ៍ដែលគាត់ទើបតែសុំគេបានមកបញ្ចុកបរោះចរានោះរហូតមានកម្លាំងឡើងវិញព្រះឥន្ទ្រពេញចិត្តនឹងទឹកចិត្តដ៏បរិសុទ្ធនេះណាស់ក៏ប្រទានពរឲ្យចៅស្រតុបជែកមានក្លិនកាយក្រអូបឈ្ងប់និងមានឫទ្ធិបារមីវគ្គទី3ការរើសប្តីរបស់បុត្រីស្ដេចនៅឯរាជវាំងព្រះមហាក្សត្រមានបុត្រីដ៏ស្រស់ស្អាតមួយអង្គដែលដល់វ័យត្រូវរៀបការស្ដេចបានប្រកាសបើកពិធីរើសប្តីក៏ដោយឲ្យមន្ត្រីនិងកូនសេដ្ឋីគ្រប់ទិសទីមកជួបជុំគ្នាដើម្បីឲ្យព្រះនាងបោះកម្រងផ្កាគប់សងនិស័យចៅស្រតុបជែកក៏បានទៅឈរមើលគេនៅចុងជួរដែរក្នុងសម្លៀកបំពាក់ស្រតុបជែកដដែលអ្នកស្រុកនាំគ្នាជេរប្រមាថនិងសើចចំអកឲ្យគាត់ថាជាមនុស្សភ្លើចង់មកប្រជែងយកបុត្រីស្ដេចប៉ុន្តែអ្វីដែលស្មានមិនដល់គឺកម្រងផ្កានោះបានហោះទៅធ្លាក់ចំលើស្មារបស់ចៅស្រតុបជែកដល់ទៅ3ដងវគ្គទី4ការសាកល្បងក្នុងព្រៃនិងជ័យជំនះស្ដេចខឹងខ្លាំងណាស់ដែលបានកូនប្រសារក្រីក្របែបនេះក៏ដេញចៅស្រតុបជែកនិងព្រះនាងឲ្យទៅរស់នៅក្នុងព្រៃឆ្ងាយពីរាជវាំងស្ដេចបានដាក់លក្ខខណ្ឌថាបើចៅស្រតុបជែកចង់ឲ្យទ្រង់ទទួលស្គាល់ត្រូវតែរកមាសប្រាក់និងគ្រឿងសក្ការៈយកមកថ្វាយទ្រង់ឲ្យបានច្រើនសន្ធឹកសន្ធាប់ដោយសារបុណ្យបារមីនិងការជួយជ្រោមជ្រែងពីទេវតាចៅស្រតុបជែកបានរកឃើញរតនសម្បត្តិក្នុងរូងភ្នំនិងមានសត្វព្រៃជាច្រើនជួយបម្រើគាត់បានសាងសង់ប្រាសាទដ៏ស្អាតអស្ចារ្យនៅកណ្ដាលព្រៃនៅពេលស្ដេចយាងមកពិនិត្យមើលទ្រង់ក៏ភ្ញាក់ផ្អើលនឹងដឹងថាចៅស្រតុបជែកមិនមែនជាមនុស្សធម្មតាឡើយវគ្គទី5សេចក្តីសន្និដ្ឋាននិងមេរៀនស្ដេចក៏យាងចៅស្រតុបជែកនិងព្រះនាងត្រឡប់ចូលវាំងវិញរួចផ្ទេររាជសម្បត្តិឲ្យសោយរាជបន្តចៅស្រតុបជែកបានក្លាយជាស្ដេចដ៏ល្អដែលដឹកនាំប្រទេសដោយធម៌ត្រជាក់និងក្តីមេត្តាមេរៀនអប់រំកុំវាយតម្លៃមនុស្សលើសម្បកក្រៅទោះបីស្លៀកស្រតុបជែកក៏អាចមានបេះដូងមាសចិត្តល្អនាំមកនៅវាសនាល្អការជួយអ្នកដទៃដោយមិនគិតពីប្រយោជន៍ដូចជួយបរោះចរានិងទទួលបានផលល្អត្រឡប់មកវិញភាពអត់ធ្មត់ការតស៊ូក្នុងជីវិតលំបាកនឹងនាំទៅរកជោគជ័យដ៏អស្ចារ្យសូមបងប្អូនជួយចុច Subscribe និងចុចកណ្ដឹងផងសូមអរគុណបងប្អូនទាំងអស់ទុកជាមុន